ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបធ្វើនំបញ្ចុកទឹកត្រីផ្អែមវីដេអូមួយនេះបងប្អូនទស្សនាហើយដឹងតែចេះធ្វើនិងមានទំនុកចិត្តលើខ្លួនឯងការបង្ហាញធ្វើពីមួយវគ្គទៅមួយវគ្គគឺធ្វើឲ្យបងប្អូនងាយស្រួលធ្វើតាមជាពិសេសរបៀបលាយទឹកត្រីធ្វើសាច់ជ្រូកបំពងនិងប្រហិតចៀនអ្នកអត់ចេះធ្វើក៏អាចធ្វើបានដែរដើម្បីកុំឲ្យខាតពេលយូរសូមទស្សនាទាំងអស់គ្នាសាច់ជ្រូកចំនួន1គីឡូអំបិល2ស្លាបព្រាកាហ្វេកន្លះម្សៅស៊ុប3ស្លាបព្រាកាហ្វេស្រាសម្រាប់ធ្វើម្ហូប3ស្លាបព្រាបាយឈើអែមនិងពោតកាក់នៅពេលដែលទឹកពុះយើងដាក់គ្រឿងទាំងនោះចូលដូចជាមានអំបិលស្រាសម្រាប់ធ្វើម្ហូបស្លឹកខ្ទឹមចំនួនប្រហែលជា15ទៅ20ក្រាមឈើអែមនិងផ្កាច័ន្ទនិងម្សៅស៊ុបដាក់សាច់ជ្រូកស្ងោរឲ្យផុយល្មមតែកុំឲ្យផុយពេកចាហើយយើងធ្វើការបិទគម្របនៅកំឡុងពេលដែលសាច់កំពុងតែស្ងោរយើងក៏ដើរលេងមើលសួនច្បារបន្តិចសិនបន្ទាប់ពីដើរបាន15នាទីឃើញថាសាច់របស់យើងបានឆ្អិនល្មមកុំយកឆ្អិនផុយពេកទេបងប្អូនយើងធ្វើការពន្លត់ភ្លើងទុកសាច់នោះក្នុងឆ្នាំងរយៈពេល5នាទីទើបស្រង់ចេញជាបន្តមកទៀតខ្ញុំសូមបង្ហាញពីរបៀបធ្វើទឹកត្រីផ្អែមខ្ញុំមានរង្វាស់1ភាគ3ខាប់បងប្អូនមានអីបងប្អូនវាស់តាមនឹងអញ្ចឹងណាទឹកសុទ្ធខ្ញុំប្រើចំនួន4ខាប់ស្ករសចំនួន2ខាប់យើងវាស់ឲ្យពេញទឹកត្រីចំនួន1ខាប់ទឹកក្រូចឆ្មាយើងប្រើចំនួន1ខាប់ឲ្យពេញដូចគ្នាបើបងប្អូនមានចានចង្កឹះយើងយកចានចង្កឹះវាស់ដាក់ឲ្យពេញដូចគ្នាយើងកូរទឹកត្រីនោះឲ្យទៅជាល្បាយតែមួយជាបន្តមកទៀតយើងយកខ្ទឹមសនិងម្ទេសដែលបានកិនរួចទៅចាក់បញ្ចូលចំពោះខ្ទឹមនេះផងដែរខ្ញុំប្រើចំនួន1មើមម្ទេសប្រើចំនួន2ផ្លែឥឡូវទឹកត្រីរបស់យើងបានធ្វើរួចរាល់អស់ហើយចំពោះការធ្វើទឹកត្រីអត់មានអីពិបាកធ្វើទេឲ្យតែបងប្អូនវាល់ឲ្យបានត្រឹមត្រូវពីមុនខ្ញុំក៏អត់ចេះធ្វើដែរទឹកត្រីធ្វើម្ដងភ្លក់ដាក់គ្រឿងថែមទៀតភ្លក់ម្ដងទៀតភ្លក់ចុះភ្លក់ឡើងស្ទើសាបស្ទើប្រៃថែមចុះថែមឡើងធ្វើឲ្យយើងពិបាកអញ្ចឹងណាគ្រាន់តែភ្លក់ទឹកត្រីម្ដងចង់ឆ្អែតបាយបាត់ហើយនៅពេលដែលយើងដឹងពីរបៀបធ្វើគឺមានន័យថាមានទំនុកចិត្តតែម្ដងជាបន្តមកទៀតយើងយកសាច់ដែលបានស្ងោរហើយនោះដោតនឹងឈើដើម្បីងាយស្រួលក្នុងការដាក់ត្រាំជាមួយនឹងទឹកខ្មេះយើងប្រើกระดาษសម្រាប់ផ្ដិតទឹកនៅលើសាច់ជ្រូកនោះឲ្យស្ងួតបន្ទាប់មកទៀតយើងយកអំបិលប្រហែលជាកន្លះស្លាបព្រាកាហ្វេលាបពីលើដើម្បីឲ្យសាច់មានរសជាតិដើម្បីឲ្យជ្រូកបំពងនោះស្រួយបានល្អបងប្អូនប្រើទឹកខ្មេះក្នុងបរិមាណល្មមយើងចាក់ទៅក្នុងចានហើយយកសាច់ដែលបានប្រឡាក់ជាមួយអំបិលនោះមកត្រាំជាមួយនឹងទឹកខ្មេះទុករយៈពេល1ម៉ោងចំពោះការត្រាំសាច់ក៏យើងត្រាំទៅត្រឹមស្បែកទេណាបងប្អូននៅកំឡុងពេលដែលសាច់យើងកំពុងតែដាក់ត្រាំជាមួយនឹងទឹកខ្មេះយើងងាកទៅលាងបន្លែលាងអីចឹងណាបងប្អូនបន្លែមានសាឡាត់មានទឹកសក់មានជីបន្ទាប់ពីសាច់យើងបានត្រាំរយៈពេល1ម៉ោងយើងយកសាច់នោះទៅដាក់អាំងយើងអាំងសាច់នោះរយៈពេល20នាទីចំពោះបងប្អូនអត់មានឆ្នាំងអគ្គិសនីយើងអាចអាំងជាចក្រានខ្ជុងក៏បានដែរណាឲ្យតាបានឡើងក្រហមអញ្ចឹងណាយើងដាក់អាំងចោលអញ្ចឹងទៅរយៈពេល20នាទីម៉ាស៊ីននឹងវានឹងពន្លត់នៅកំឡុងពេលដែលសាច់យើងកំពុងតែអាំងយើងទៅហាន់បន្លែមានស្តៅគួរខ្ញុំប្រើចំនួន100ក្រាមហាន់ល្អិតស្តៅគួរគឺយើងយកទៅដាក់ជាមួយនឹងប្រហិតថៃឆ្លាតទាំងនេះគឺជាគ្រឿងសម្រាប់លាយជាមួយនឹងប្រហិតដោយប្រហិតយើងប្រើចំនួន500ក្រាមមានអំបិលម្រេចប្រេងម្សៅស៊ុបស្លឹកខ្ទឹមនិងសណ្តែកគួរអំបិល1ស្លាបព្រាកាហ្វេកន្លះម្សៅស៊ុប2ស្លាបព្រាកាហ្វេម្រេច3ស្លាបព្រាកាហ្វេប្រេងឆា2ស្លាបព្រាបាយឥឡូវយើងយកគ្រឿងទាំងនោះមកចាក់បញ្ចូលគ្នាដោយមានប្រេងឆាអំបិលម្សៅស៊ុបម្រេច
និងស្លឹកខ្ទឹមបងប្អូនធ្វើការច្របល់ចូលគ្នាឲ្យសព្វគ្រឿងនិងស្វិតបានល្អដោយសារវីដេអូនេះខ្ញុំអត់បាន record នៅពេលដែលចាក់ស្បែកគួរចូលអញ្ចឹងណាយើងធ្វើការច្របល់ជាមួយនឹងថង់ផ្លាស្ទិកដោយសារតែវាអត់ស្អិតជាប់ដៃបតិបតាហើយស្វិតបានល្អទៀតនៅពេលដែលច្របាច់ប្រហិតចូលគ្នាបងប្អូនត្រូវប្រកាសថាប្រហិតនោះបានស្វិតល្អទើបចាក់ដាក់ចានជាការស្រេចជាបន្ទាប់មកទៀតបងប្អូនត្រូវមានសំបកបាញ់ត្រាងហើយយកប្រហិតមកបៀកពីលើចំពោះការបៀកអាស្រ័យទៅលើបងប្អូនចង់បានក្រាស់ឬក៏ស្ដើងមុខម្ហូបមួយមុខនេះប្លែកត្រង់ថាយើងយកសំបកបាញ់ត្រាងមកខ្ចប់ជាមួយនឹងប្រហិតចំពោះអ្នកដែលគាត់អត់ញ៉ាំសាច់ជ្រូកក៏យើងអាចជំនួសដោយប្រហិតបានផងដែរនៅចំណុចនេះក៏ខ្ញុំសូមបញ្ជាក់បងប្អូនផងដែរយើងខ្ចប់មួយបំពងមួយខ្ចប់មួយបំពងមួយយើងអត់អាចខ្ចប់ទុកហើយចាំយកមកបំពងបានទេពីព្រោះបើកាលណាយើងធ្វើបែបនោះវានឹងជាប់គ្នាពិបាកនឹងបេះយកមកដាក់បំពងបន្ទាប់ពីយើងបានបំពងបានឆ្អិនហើយយើងទុកមួយឡែកសិនសាច់ដែលបានអាំងរួចយើងលើកដាក់ចានទុកឲ្យត្រជាក់មួយឡែកសិនទើបយកទៅធ្វើការដាក់បំពងមុខម្ហូបមួយមុខនេះរៀងចេកចុកយូរបន្តិចដោយសារតែយើងអត់ប្រើជាសាច់ជ្រូកស្ងោរបន្ទាប់ពីសាច់នោះចុះត្រជាក់ដំណាក់កាលបន្ទាប់មកទៀតយើងយកសាច់ជ្រូកនោះទៅធ្វើការដាក់បំពងឲ្យក្រៀមប៉ុន្តែកុំឲ្យក្រៀមពេកអញ្ចឹងណាបើកាលណាក្រៀមពេកវាអាចស្រួយឈុលឥឡូវយើងឃើញថាសាច់របស់យើងបានក្រៀមល្អហើយយើងលើកទុកមួយឡែកសិនដោយសារតែខ្ញុំមាននំបញ្ចុកនៅផ្ទះស្រាប់បងប្អូនអញ្ចឹងបងប្អូនអត់មានទេយើងយកអាស្រស់មកញ៉ាំទៅនំបញ្ចុកប្រភេទនេះកញ្ចប់មែនប៉ុន្តែសរសៃស្វិតល្អណាស់បន្ទាប់ពីយើងបានធ្វើតេស្តមកសរសៃឃើញថាផុយល្អហើយយើងលើកទៅលាងទឹកចំពោះការលាងទឹកគឺបងប្អូនលាងឲ្យបាន2-3ទឹកដើម្បីឲ្យអស់ជាតិម្សៅនៅពេលដែលយើងទុកទឹកបានយូរវាមិនងាយផ្អូមបងប្អូនមើលតសៃនំបញ្ចុកឡើងទន់ល្មើយយើងធ្វើការលាងនំបញ្ចុករហូតដល់ទឹកសអញ្ចឹងទើបស្រង់ចេញឆ្លៀតក្នុងឱកាសនេះផងដែរក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមទីរហូតដល់ទីបញ្ចប់ចំពោះបងប្អូនដែលមានចម្ងល់ទាក់ទងនឹងការធ្វើសូមខមមិននៅខាងក្រោមវីដេអូយើងខ្ញុំនឹងទទួលស្វាគមន៍នៅរាល់ខមមិនរបស់បងប្អូននិងសូមអធិស្ឋាននៅរាល់ចំណុចដែលខ្វះខាតចំពោះបន្លែយើងមានត្រសក់មានជីមានសាឡាត់ដើម្បីឲ្យសាច់ជ្រូកស្រួយបានល្អអញ្ចឹងបងប្អូនកុំភ្លេចយកទៅត្រាំជាមួយនឹងទឹកខ្មេះឥឡូវយើងធ្វើការកាត់សាច់ដើម្បីរៀបចំដាក់ចានភ្លក់រសជាតិទាំងអស់គ្នាជាចុងក្រោយយើងបន្ថែមជាមួយនឹងសណ្តែកដីជាការស្រេចមុខម្ហូបមួយមុខនេះយើងបានរៀបចំរួចរាល់អស់ហើយនៅឡើយតែការញ៉ាំទាំងអស់គ្នាមុននឹងញ៉ាំបងប្អូនយកសំបកបាញ់ត្រាងជ្រលក់ទឹកឲ្យរាងទន់មកហើយយើងធ្វើការដាក់ផ្ទាប់ជាមួយនឹងបន្លែនៅពេលដែលយើងរុំជាមួយនឹងសំបកបាញ់ត្រាងគឺងាយស្រួលខ្ចប់ដាក់មួយម៉ាត់ទៅគឺមានរសជាតិឆ្ងាញ់ជាមួយនឹងនំបញ្ចុកទឹកត្រីសាច់ជ្រូកបំពងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាជូនពរសំណាងល្អសុខភាពល្អរីករាយនៅថ្ងៃចូលឆ្នាំខ្មែរនាពេលខាងមុខសូមជូនពរបងប្អូនទាំងអស់គ្នាធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព